សេះក្រហមបកត្រាទីពីរអំណាចងងឹតនៃសឹកសង្គ្រាមសន្តិភាពក្នុងលោកត្រូវបានសាតាំងឆ្លៀនពៀនមនុស្សស្លាប់រយលៀនឈាមស្រង់ដូចភ្លៀងវស្សាអោសេះក្រហមមហាប្រឡ័យជាបទទំនាយនៃព្រះអង្គម្ចាស់គេឲ្យដើរធំតំណាងការផ្ដល់អាវុធឲ្យមនុស្សលោកកាប់សម្លាប់លែងស្គាល់សេចក្តីសុខសាន្តសេះក្រហមភ្លើងសង្គ្រាមឆេះពេញទ្វីបលោកតែកុំខ្លាចពេលឮសំឡេងវាអីបៃតាគង់លើបល្ល័ង្កស្ថានសួគ៌លីគង់ជាមួយកូនរាល់ថ្ងៃអ្នកណាស្ដាប់សំឡេងត្រង់អូសេះក្រហមនាំសារពីព្រះមកប្រាប់ដល់មនុស្សជាតិទាំងឡាយសេចក្តីសង្គ្រោះមិនបានមកពីមនុស្សឡើយគឺចេញពីព្រះអង្គដែលបង្កើតផ្ទៃមេឃផែនដីសេះក្រហមភ្លើងសង្គ្រាមឆេះពេញទ្វីបលោកតែកុំខ្លាចពេលឮសំឡេងវាអីបៃតាគង់លើបល្ល័ង្កស្ថានសួគ៌លីគង់ជាមួយកូនរាល់ថ្ងៃអ្នកណាស្ដាប់សំឡេងត្រង់អូសេះក្រហមនាំសារពីព្រះមកប្រាប់ដល់មនុស្សជាតិទាំងឡាយសេចក្តីសង្គ្រោះមិនបានមកពីមនុស្សឡើយគឺចេញពីព្រះអង្គដែលបង្កើតផ្ទៃមេឃផែនដី